គេរៀបការអស់ហើយកូន2កូន3ខ្លះមួយម៉ាយ2 3ដងក៏មាននៅតែឯងម្នាក់តែនៅសល់ក្នុងភូមិមីងឃើញកូនប្រសាមីងផាត់មួយវាជាអ្នកលក់គ្រឿងចាក់ប្រាក់ខែខ្ពស់ណាចង់ណែនាំឯងមីងចេះតែរវល់រឿងខ្ញុំមិនទាន់ចង់រៀបការទេខ្ញុំស្អប់មនុស្សប្រុសណាខ្ញុំមនុស្សប៉ុណ្ណាប៉ុណ្ណីមកមិនឃើញទៅហួសមកហួសណែមកពីក្មួយឯងនឹងងងអញ្ចឹងតើបានជាអត់ឯងដែលឃើញត្រីលោតចូលឆ្នាំងឲ្យឯងជៀនស្រាប់ទេទោះតែខំរបានរឿងប្តីស្អីហ្នឹងក៏ដូចគ្នាដែរគេមួយគេខំណាតម្រាំបានចុះឯងនេះប្រឹងបងើយមានពីណាមើលឃើញណាចុះខ្ញុំមិនខំមែនហ៎មីងធ្វើម៉េចបើវាអត់ហើយរាល់ថ្ងៃខ្ញុំផុសអីបែបបើកចំហឲ្យគេដឹងថាខ្ញុំនៅលាវដែរតែនៅតែគេមើលមិនឃើញមិនដឹងធ្វើម៉េចដែរល្ងាចមិញទៅបំផុស story ដាក់ថាម្នាក់ឯងមិនស្លាប់ទេក៏នៅតែគ្មានប្រុសណាមកយកចិត្តសោះងប់ឯងផុសអញ្ចឹងគេមិនញ៉ាយក៏តែផុសថាម្នាក់ឯងនឹងអាចនឹងស្លាប់បានគេញ៉ាយដើម្បីសង្គ្រោះនោះមានមនុស្សមកហើយមិញមិនហ៊ានឈរក្បែរឯងយូរទេព្រោះឯងជាកុំចាស់ទៅហើយស្រីដាតែខ្ញុំឃើញឯងគួរតែរកប្តីហើយឥឡូវនេះឯងមើលខ្លួនឯងទៅមើលទៅបងប្អូនក្នុងភូមិគេមានប្តីអស់ហើយសូម្បីតែក្មួយឯងយល់ក្រោយក៏គេបានប្តីហើយដែរចុះឯងមិនឯកាទេអីស្រីឡៃឯងមើលងាយខ្ញុំមែនខ្ញុំមិនដែរគិតថាខ្លួនឯងឯកាទេតែវតាស្រឡាញ់ខ្ញុំទៅទុកខ្ញុំឲ្យនៅល្អមិនដូចឯងទេយកប្តីមួយឆ្នាំបានកូន3នោះអូយអីក៏ឆាប់ខឹងម្លេះស្រីដាគ្រាន់តែខ្ញុំព្រួយបារម្ភពីឯងព្រោះឃើញមិញគេនិយាយថាបើស្រីណាអាយុច្រើនពេកនឹងពិបាករកប្តីណាខ្លាចឯងនៅរងចាំយូរពេកហើយចាស់ពេកនឹងគ្មានអ្នកណាគេហ៊ានចូលស្ដីទៅដឹងណាហើយយកលឿនទៅតន់នៅមើលយល់អ្នកណាថាខ្ញុំចាស់ខ្ញុំនៅក្មេងនៅឡើយទេណាសាច់ស្បែកខ្ញុំនៅស្រស់ថ្លាតួខ្ញុំអាយុច្រើនក្នុងបញ្ជីជាតិមែនតែក្នុងបញ្ជីចាប់ខ្ញុំនៅតែ20គត់នៅឡើយមុខខ្ញុំចាស់មែនតែបេះដូងខ្ញុំក្មេងមិនដូចឯងទេយកប្តីបានតែមួយឆ្នាំជ្រួញដូចចេកទុំមិនដឹងថាប្តីឯងគេដឹងឬអត់ទេថាមុខឯងនេះស្រស់ដោយសារតែម្សៅនោះព្រោះឮថាអាប៉ិនឹងដើរបាត់ពីផ្ទះមិននឹងដឹងមុខមាត់ពិតរបស់ឯងទៅខ្ញុំនិយាយផ្ដល់យោបល់ល្អជាមួយឯងហេតុអីក៏ឯងឆាប់ខឹងម៉េចមើលតែឯងកាន់តែចាស់ហើយដល់ពេលមានប្តីយ៉ាងហោចណាស់ក៏មានគេមើលថែពេលឈឺថ្កាត់មានគេជួយវាគ្រាន់បើជាងនៅម្នាក់ឯងគ្មានអ្នកមើលវាអន់ជាងសត្វកពើទៅទៀតកពើនៅមានអ្នកថែណែចង់និយាយថាខ្ញុំគ្មានអ្នកមើលថែមែនទេត្រូវហើយព្រោះខ្ញុំជាមនុស្សមិនមែនជាសត្វចាំមើលខ្ញុំនឹងខំរកលុយឲ្យបានច្រើនហើយដល់ពេលនោះចង់ជួគេមើលថែក៏បានមិនចាប់មិនបាច់ពឹងប្តីដូចជាឯងទេឮថាប្តីឯងនឹងលួចលក់ដីខាងក្រៅផ្ទះទៅលេងបៀទៀតផងតែលក់មិនចេញព្រោះមិនមែនជាដីគាត់ងាប់ហើយអីក៏ឆាប់ច្រឡោតតោតម្លេះអញ្ចឹងបាទនៅព្រៅឯងគួរតែបើកចិត្តទទួលយកនរណាម្នាក់ខ្លះទៅកុំរវល់តែខឹងរវល់តែគិតថាគេមើលងាយមិនឲ្យតម្លៃពេកមកពីគេមិនដឹងតម្លៃប្រមាណនឹងហើយបានជាគេមិនចូលស្ដីនោះយីមិនដឹងជាអ្នកណាគេចាក់តាំងឲ្យឯងមកបដៅខ្ញុំទេនេះបានប្រាក់ខែប្រមាណណាមើលថែតែប្តីខ្លួនឯងកុំឲ្យមានស្រីទៅបានហើយរឿងខ្ញុំកុំចេះអូយស្រីដែរឯងនិយាយអញ្ចឹងដូចជាប្រកាន់ខ្ញុំហ្នឹងតើនេះខ្ញុំមិនដឹងថាហេតុអីបានជាឯងឆាប់ខឹងអញ្ចឹងទេតែបើឯងចង់នៅម្នាក់ឯងក៏បន្តទៀតទៅថ្ងៃក្រោយកុំស្ដាយក្រោយពេលចាស់ទៅហើយរកប្តីមិនបានណាខ្ញុំប្រាប់យកទៅបន់ទេឆ្ងល់ដែរមួយណែនាំឲ្យខ្ញុំយកប្តីនឹងបានប្រាក់ខែប្រហែលរឿងប្តីអ្នកណាមិនចង់បានតែធ្វើមិនបើវាអត់បើខ្ញុំទៅតដឹងគេបានខ្ញុំទៅតដឹងបាត់ទៅហើយគិតទៅមនុស្សយើងរកចំណុចអាក្រក់ខ្ញុំមិនឃើញក៏ខំលើកតែរឿងខ្ញុំកំមុំចាស់ហ្នឹងខ្ញុំកំមុំចាស់ហើយវាប៉ះពាល់បរិស្ថានឬតែធ្វើឲ្យស្ទះចរាចរណ៍បានតែថាមិនឈប់សោះអញ្ចឹងនោះក្តៅក្រហាយណាស់តែណាហើយកុំក្តៅក្រហាយពេកខឹងយ៉ាងណាក៏គ្មានប្តីមកលួងដូចគេដែរគិតអីវិជ្ជមានចូលអ្នកនាងដែរអ្នកនាងបានដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនខ្ញុំនេះតែអ្នកនាងមានបទពិសោធន៍ការងារប្រហែលឆ្នាំហើយហេតុអីបានជាចង់មកធ្វើការនៅក្រុមហ៊ុនយើងខ្ញុំសូមលោកស្រីកុំហៅខ្ញុំថាអ្នកនាងខ្ញុំនៅកំមុំណឡើយទេហើយខ្ញុំមិនមានបទពិសោធន៍ការងារច្រើនជាងកំមុំក្មេងៗដែលទៅរៀនចាប់ថ្មីទៅទៀតគេចេះតែយកក្មេងៗមកធ្វើការតែសារតែពួកគេស្អាតចាស់ដូចខ្ញុំហ៎មិនអាចធ្វើការបានដែរទេឬក៏យ៉ាងម៉េចធ្វើការយកខួរឬក៏យកសម្រាប់ខ្ញុំមិនបានមានន័យអញ្ចឹងទេខ្ញុំគ្រាន់តែចង់ដឹងពីបទពិសោធន៍ការងាររបស់នាងហើយសូមអ្នកនាងកុំប្រកាន់ពេកយើងត្រូវការអ្នកមានសមត្ថភាពមិនមើលទៅលើអាយុហើយអ្នកណាតែដឹងថានៅកំមុំទៅបើមើលតាមវ័យក្នុង CV សេរវេអីគេនេះវារៀងសូរិយាហើយល្ងាច
nhiệt ngày đại ta hỏi nưng ní lực say chẳng dễ ta khiêm chắc mến khiêm đằng hai còn ta khơi khiêm này liếu cả cái ta khiêm chứ mà nó khiêm làm lai pro khiêm nhẹ dọc ta lực say miên đâyประมาณเนี่ยเฮ้ยchắc ta mơ ngheเก่งจังเนาะจริงจังกระเตอได้บ้านละแม่นักกิโยบัดให้บยอดเฟอร์ประปนเกมันแต่งโยผองจะให้พอไอ้เด็กkhiêmเตรียมบยอดเฟอร์จะบุกกลึกเนาะซ้อมซาก็มากันมาแฉะมันดอกกายสมพอระบายยังkhiêmโอ้ยตุ่มรงมุกนี่เกิดไกลจรานะเนี่ยนิงมาพี่หน้าได้ส้มช่วยបំពេញព័ត៌មានខាងក្រោមនេះផងណាអ្នកនាងមួយទៀតដែរហេតុអីក៏គេចេះតែហៅខ្ញុំថាអ្នកនាងខ្ញុំនៅកំមុំតែចាមិនមុខខ្ញុំនឹងវាចាស់ខ្លាំងមែនមើលតែឯងណាមុខក៏មិនសូវជាស្អាតសក់ក៏ស្កើហើយហ៊ានមកហៅខ្ញុំថាអ្នកនាងទៀតអូសុំទោសបងខ្ញុំមិនដឹងថាបងនៅកំមុំទេតែការហៅថាអ្នកនាងវាជារបៀបគួរសមតើមិនមានន័យថាចាស់ឬក្មេងអីណាហើយបងកុំខឹងអីយើងមកមើលការកែសម្ផស្សវិញទៅហាមកពីឯងមើលតែខ្ញុំមុខដូចជាចាស់បានជាហៅខ្ញុំថានាងអ្នកនាងមិនចាំបាច់មកបញ្យល់ទេហើយនេះជាហាងកាយសម្ផស្សល្បីល្បាញមែនមើលទៅបុគ្គលិកសិតតែមុខមិនស្អាតចាស់ធ្វើមិនអាចជួយអតិថិជនឲ្យបានស្អាតកើតទៅមកពីឆាប់ខំទៅកាន់ច្រើនបែបនេះអញ្ចឹងតើទៅគេមិនហ៊ានចូលស្ដីទៅដល់ហើយនៅកំមុំចាស់រហូតដល់សប្តាហ៍ថ្ងៃនេះបងគួរតែកែកំហឹងមិនកែសម្ផស្សទៅវាស្អាតពេញលេញចេញពីខាងក្នុងណាណៃនិយាយតាមមាត់ទៀតខ្ញុំមិននឹងប្តឹងម្ចាស់ហាងឲ្យដឹងខ្លួនហ៊ានមើលងាយអតិថិជនតែឯងដឹងទេថាខ្ញុំជាអ្នកណាអូឆាប់ខំឆាប់ប្រកាន់ឆេវឆាយអញ្ចឹងតើបានជាអត់មានអ្នកណាយកនោះ30ឆ្នាំក្រាស់ជួបគ្នាយូរហើយតើនេះណែឥឡូវមានចៅប្រមាណនេះហើយយាយហួយអើយនៅតែចូលចិត្តលេងសើចដែរខ្ញុំនៅតែកំមុំតដែរតើមិនតាន់រៀបការផងនឹងមានចៅមកពីណាយាយខ្ញុំណាមិនដូចយាយទេដែលយកប្តីរហូតដល់3នាក់ម្នាក់ស្លាប់ដោយជក់បារីម្នាក់រត់ចោលម្នាក់ទៀតកែភេទខ្លាយជាស្រីស្រស់បាត់ទៅហើយនោះសញ្ញាយាយនៅតែឆាប់ខឹងដដែលខ្ញុំនឹកឃើញកាលពីមុនឯងខឹងនឹងអ្នកគ្រប់គ្នាទៅហៅឯងថាអ្នកនាងឥឡូវនេះចង់ឲ្យគេហៅថាកញ្ញាទៀតឬក៏អត់ដោយពាក្យចាស់ហ្នឹងគ្នាយើងថាមិនខុសមែនគេថាកុំពុតស្រឡៅកុំបដៅកុំអំចាចាហើយនៅចូលចិត្តចំអកគេដដែលយាយដឹងទេថាពេលនេះខ្ញុំមានដីរាប់សិបហិកតាមានផ្ទះធំមានឡានជិះមិនដូចយាយទេតែពឹងតែប្តីរួចពេលប្តីចោលហ្នឹងទៅនៅផ្ទះជួលរហូតដល់ចាស់នោះមានអីក៏មានទៅតែគ្មានប្តីដដែលហ្នឹងមានន័យស្អីយើងចាស់ហើយគួរតែរកគ្នាលេងសើចខ្លះទៅកុំខឹងពេកកុំប្រកាន់ពេកពេលចាស់ទៅគេនឹងហៅយើងថាយាយដដែលដោយតែគ្នាហ្នឹងមិនថាមានប្តីឬក៏អត់នោះទេខ្ញុំនៅក៏មិនមែនយាយទេហើយបើយាយនៅតែចំអកខ្ញុំទៀតខ្ញុំនឹងដាក់មេក្រូជ័យយាយឯងនឹងទាំងពិតទាំងល្ងាចហើយអូយកញ្ញាយាយដាអើយកុំសង្ឃឹមអីខ្ញុំនិយាយលេងទេតែអ្នកកាលនោះបើយាយស្ដាប់ខ្ញុំម្លេះសំពេលនេះយាយស្គាល់ជាតិអ្នកនាងនឹងគេហើយយាយខ្ញុំអៀនមាត់ជំនួសកណាយាយរងចាំស្នេហ៍ពិតដល់ផែនដីលែងដើរនេះណាណែបើថ្ងៃណាមួយមនុស្សដាច់ពូជពីផែនដីទៅគេនឹងបន្តកំមុំចាស់មិនព្រមយកប្តីដូចជាកញ្ញាយាយឯងមិនខានបើដល់ពេលនោះមែនខ្ញុំនឹងបន្តមនុស្សទូទាំងផែនដីនេះផងដែរដែលមើលរំលងខ្ញុំអត់ឈប់ដោយសារតែការមើលរំលងខ្ញុំនឹងឲ្យបានជាខ្ញុំនៅតែជាកញ្ញាមកដល់ពេលនេះដូច្នេះអ្នកទាំងអស់គ្នាត្រូវតែសុំទោសខ្ញុំនាំដៃតន់នៅដៅយកប្តីតន់នៅក្មេងដល់ចាស់ទៅគ្មានអ្នកក្រឡែងនៅកញ្ញាតាឯងចំបែងអោរ៉ា